អ្នកដឹងទេទីនេះជាកន្លែងណានេះជាសកម្មភាពរបស់ប្អូនៗកុមារដែលរស់នៅក្នុងភូមិបណ្ដងមើលទៅពួកគាត់ហាក់ដូចជាមានថាមពលនិងទឹកចិត្តយ៉ាងមុតមាំក្នុងការសិក្សាដែលពួកយើងមិនអាចដឹងទេថាតើគាត់មកពីណាហើយមានជីវភាពរស់នៅពិតប្រាកដលំបាកយ៉ាងណានោះស្ថិតនៅចម្ងាយប្រមាណជាង20គីឡូម៉ែត្រពីទីប្រជុំជននៃរាជធានីភ្នំពេញសាលាមត្តេយ្យនៃជីវិតសហគមន៍អណ្ដូងបានបង្កើតឡើងដោយមានសិស្សតូចៗជាង30នាក់ដែលក្នុងនោះមានអាយុចន្លោះពី3ទៅ9ឆ្នាំពួកគាត់គឺសុទ្ធសឹងតែជាកុមារក្រីក្រដែលតែងតែដើរតាមរទេះលៀសឬរទេះអេតចាយជាមួយឪពុកម្ដាយជារៀងរាល់ថ្ងៃមុននឹងពួកគាត់បានមកទទួលការសិក្សាដោយសប្តាហ៍ថ្ងៃនេះនៅឆ្នាំសិក្សាថ្មីនេះបងប្អូនមត្តេយ្យប្រមាណ10នាក់នឹងត្រូវបានបន្តការសិក្សានៅថ្នាក់ទី1នៅសាលាផ្សេងដែលមានចម្ងាយប្រមាណជាង5គីឡូម៉ែត្រពីសហគមន៍របស់ពួកគាត់សប្តាហ៍ថ្ងៃនេះគឺជាបញ្ហាព្រោះគ្មាននរណាម្នាក់អាចធានាបានទេថាតើដំណើរបន្តការសិក្សារបស់ពួកគាត់នឹងទៅជាយ៉ាងណាដោយយល់ច្បាស់ពីបញ្ហានេះមូលនិធិ25រៀលរបស់ Vital មានគម្រោងមួយដែលមានឈ្មោះថា Drive for a Better Future ដែលមានន័យថាដំណើរទៅកាន់អនាគតភ្លឺថ្លា Vital នឹងផ្ដល់រំលកសប្បុរសធម៌ដែលបានមកពីមូលនិធិ25រៀលពីការលក់ទឹក Vital ក្នុងមួយដបរំលកនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ជាមធ្យោបាយដឹកជញ្ជូនបងប្អូនកុមារតូចៗដែលនឹងត្រូវបន្តការសិក្សាពីសាលាមត្តេយ្យភូមិអណ្ដូងទៅកាន់សាលារៀនថ្មីដើម្បីឲ្យពួកគាត់ទទួលបានឱកាសក្នុងការបន្តការសិក្សាដែលជាកត្តាបង្កើនធនធានមនុស្សនៅកម្ពុជាសុភមង្គលពិតគឺជាការចែករំលែក